សួស្តីអ្នកទាំងអស់គ្នានៅពេលដែលអាកាសធាតុក្តៅបើសិនមានទឹកកកមួយកែវគឺជាជម្រើសមួយដែលគ្មានអ្វីប្រៀបធៀបបានត្រឹមតែទឹកកកប្រមាណគ្រាប់ប៉ុណ្ណោះវានឹងធ្វើឲ្យតែគត់ទឹកអំពៅឬក៏ភេទផ្សេងមានភាពទាក់ទាញឡើងដល់ភេដងការផឹកទឹកកកនឹងធ្វើឲ្យយើងមិនការស្រេកទឹកភ្លាមហើយនឹងធ្វើឲ្យយើងមានភាពស្រស់ស្រាយតើខាងក្រោយពីការត្រជាក់ត្រជុំនឹងគឺជាអ្វីតើរឿងថ្ងៃកើតឡើងនៅពេលដែលយើងផឹកទឹកកកចូលក្នុងរាងកាយរឿងដំបូងគេនៅពេលដែលយើងផឹកទឹកកកវានឹងធ្វើឲ្យសីតុណ្ហភាពរាងកាយរបស់យើងនឹងធ្លាក់ចុះភ្លាមបើសិនយើងប្រៀបធៀបរាងកាយយើងប្រៀបដូចជារោងចក្រទំនើបមួយដែលដំណើរការ24លើ7ម៉ោងក្នុងរោងចក្រដ៏ធំនោះដែលផ្នែកនីមួយៗនឹងមានភារកិច្ចផ្ទាល់ខ្លួនបេះដូងគឺជាស្នោបកណ្ដាលហើយសួតគឺជាប្រព័ន្ធចម្រោះអាកាសខ្យល់ចេញចូលក្រពះគឺជាប្រព័ន្ធកែច្នៃវត្ថុធាតុដើមហើយប្រព័ន្ធចែកឈាមរបស់យើងគឺជាប្រព័ន្ធបំពងដឹកជញ្ជូនរឿងដែលគូនិយាយនៅពេលនេះគឺផ្នែកនីមួយហ្នឹងវានឹងដំណើរការយ៉ាងរលូននៅពេលដែលរាងកាយរបស់យើងរក្សាសីតុណ្ហភាពស្តង់ដារគឺ37អង្សាសេដូចជារោងចក្រដែលកំពុងតែដំណើរការក្នុងលក្ខណៈដែលល្អបំផុតនៅពេលដែលយើងផឹកទឹកកកវានឹងធ្វើឲ្យរាងកាយរបស់យើងផ្លាស់ប្ដូរសីតុណ្ហភាពរាងកាយនឹងធ្លាក់ចុះដូចជារោងចក្រនឹងដូរលក្ខណៈដំណើរការអញ្ចឹងទឹកត្រជាក់ត្រជុំនេះនឹងឈ្លានទៅដល់ក្រពះនេះគឺជាកន្លែងដែលរក្សាកម្ដៅបានដល់37អង្សាសេនៅទីនេះវានឹងធ្វើឲ្យអាស៊ីតហើយនឹងអេនស៊ីមរំលាយអាហាររបស់ក្រពះដំណើរការចុះថយពីសកម្មភាពក្រៅពីនឹងវានឹងធ្វើឲ្យសរសៃឈាមនៅតំបន់ក្រពះនឹងរុំតូចវានឹងប៉ះពាល់ជាអវិជ្ជមានដល់គុណភាពរំលាយអាហារជាពិសេសនៅពេលដែលយើងទទួលទានអាហាររួចការផឹកទឹកកកវានឹងរារាំងនៅការរំលាយអាហារវានឹងធ្វើឲ្យយើងតឹងពោះហើយនឹងហើមពោះជាដើមមិនត្រឹមប៉ុណ្ណោះទេកំពុងកគឺជាកន្លែងដែលទទួលទឹកកកមុនគេហើយវាក៏ជាខ្សែការពារដំបូងរបស់រាងកាយយើងផងដែរដំបូងគេវានឹងធ្វើឲ្យសីតុណ្ហភាពនៅទីនេះធ្លាក់ចុះទាបហើយនឹងធ្វើឲ្យរបាំងការពាររាងកាយរបស់យើងในផ្នែករំអើលនឹងចុះខ្សោយហើយនេះគឺជាឱកាសដែលធ្វើឲ្យបាក់តេរីហើយនឹងមេរោគវាយលុករាងកាយយើងយ៉ាងងាយស្រួលដែលបណ្ដាលឲ្យយើងកើតនឹងជំងឺឈឺកំពុងកផ្ដាសាយឬក៏រលាកកំពុងកជាដើមជាពិសេសចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយដូចជាកុមារតូចមនុស្សចាស់ឬក៏មនុស្សឈឺជាដើមក្រៅពីនឹងការហូបទឹកកកជាប្រចាំវានឹងបង្កើនហានិភ័យនៃការឆ្លងរោគតាមផ្លូវដង្ហើមឡើងដល់2ទៅ3ដងដែលប្រៀបធៀបជាមួយអ្នកដែលមិនសូវចូលចិត្តហូបទឹកត្រជាក់ហើយមួយទៀតបើសិនបងប្អូនគឺជាអ្នកចូលចិត្តញ៉ាំទឹកកកដើម្បីបំបត្តិការតានតឹងនេះគឺជាបងប្អូនដែលកំពុងបង្កើតការរំជួយដីដោយតូចមួយនៅក្នុងមាត់របស់យើងហេតុផលគឺជាការញ៉ាំទឹកកកឆៅនឹងវានឹងធ្វើឲ្យធ្មេញរបស់យើងងាយនឹងប្រេះឬក៏បែកនៅពេលដែលយើងញ៉ាំទឹកកកម្យ៉ាងទៀតខ្សែប្រសាទតាមអញ្ជើញធ្មេញនឹងត្រូវរលាសនៅពេលដែលយើងហូបទឹកកកឆៅយូរពេកវានឹងបណ្ដាលឲ្យការឈឺចាប់យ៉ាងខ្លាំងហើយយោងតាមសមាគមធ្មេញអាមេរិកដែលយើងហៅកាត់ថា ADA ណែនាំថាការទំពារទឹកកកគឺជាទម្លាប់ដែលបំផ្លាញធ្មេញច្រើនជាងការផឹកទឹកដែលមានជាតិកាបូច្រើនឈានទៅមុខបន្តិចយើងនឹងមើលឃើញការផឹកទឹកកកវានឹងប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមដល់យ៉ាងណានៅពេលដែលយើងហូបទឹកត្រជាក់ពេកសរសៃឈាមរបស់យើងវានឹងរុំតូចនេះក៏បណ្ដាលឲ្យសម្ពាធឈាមរបស់យើងប្រែប្រួលភ្លាមជាពិសេសចំពោះមនុស្សដែលមានសម្ពាធឈាមទាបវាក៏បណ្ដាលឲ្យយើងមានអារម្មណ៍ថាវើមុខឈឺក្បាលហើយហត់នៅពេលដែលបងប្អូនកំពុងហាត់ប្រាណឬក៏ធ្វើការដែលប្រើកម្លាំងច្រើនការហូបទឹកកកវានឹងធ្វើឲ្យយើងបង្ក្រោកកម្ដៅនិងចេញអាការៈដូចជាចង្អុលពោះឈឺពោះហើយនឹងសម្ពាធឈាមទាបជាដើមបើធ្ងន់ធ្ងរជាងវានឹងធ្វើឲ្យយើងសន្លប់ឬក៏បេះដូងលោតខុសចង្វាក់ជាបណ្ដោះអាសន្នលើពីនេះរាងកាយរបស់យើងនឹងត្រូវបង្កើនការប្រើប្រាស់ថាមពលដើម្បីរក្សាតុល្យភាពកម្ដៅរបស់យើងដែលធ្វើឲ្យរាងកាយរបស់យើងអស់កម្លាំងដែលមិនដឹងហេតុផលនៅពេលដែលយើងផឹកទឹកកកជាបន្តមិនត្រឹមប៉ុណ្ណោះទេការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្ររបស់មហាវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិកបានបង្ហាញថា
Cá hấp tức tại che coi pe dương tổ tu tiên là hái nguyên mình đau oi cá làm lê chít khánh rư cò protein dư chiêng nè đại tổ tu tiên tức cả đá lần đo sam sắp phi rối này dây tên này dây máu tức có còn mình men sắt tại bỏng plai trong cặp phi rồi bao dương tàng o đái có bàn tay np khác vi còn miên pho và do bầu vi đái đôi chỉ np đã mấy cái đá rư cò coi pe đại dương thôi cá ngún cá hấp tức tại che bình tích nguyên đừng thôi ở dương bầm bạch stress hơi đừng đa cầm lăng dương lân quýnh rương đại sầm khăn cu tại này dây nó pinic cứ chỉ tầm lọp bà tha dương rẻ xa tầm lọp hấp tức tại che khăn pếch nguyên đừng bành đào ở dương cả nâng vì bắt sau cặp hiếp nâng pe coi hơi chấm pu bong bón đại cho chất tổ tu tiến tức co chỉ pra chám bởi sân bong bón biên là cara đôi chỉ bị bát đếch nơi hot trường bung có hơi ca rầm lè hai dứt sông bong bón chộp hộp tức tại ché đôi chỉ tức có nông gia pe bầm pơ hái đầm bay tam đam riêng cài đầu dương miền ca prai pru dạng na bong bón na hơi ca đại sa sốc cặp hiếp còn mình ta ca rương ở vay thông đông nữa đái trong tài ca chơ rơ tức cái đá rư cò tức có tai bẩn nọ tàu bong bón vô dạng na chấm bu video ní xong tục comment khang crom na complete like subscribe channel ដើម្បីលើកទឹកចិត្តដល់ក្រុមការងារចំណេះដឹងគួរចាប់អារម្មណ៍យើងខ្ញុំផងសូមអរគុណ